សូមបុណ្យកុសលទាំងនោះមកជួយសង្គ្រោះឲ្យអង្គព្រះធាតុសុខសាន្តបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះយើងមកជួបគ្នាសារជាថ្មីម្ដងទៀតពាក់ព័ន្ធជាមួយនឹងអត្ថបទរឿងព្រះចង្កូមកែវបន្តដោយតាវគ្គមុនវីដេអូមុនខ្ញុំបានសូត្រពាក់ព័ន្ធជាមួយនឹងបទពំនោលមកដល់នឹងអនាថបណ្ឌិតណាអនាថបណ្ឌិតឥឡូវនេះគឺយើងបន្តពីទំព័រ44មកទំព័រ45ហើយបងប្អូនដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំសូមជួយចុច Subscribe Channel ឬក៏ជាវ Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូអប់រំថ្មីៗសូមរីករាយស្ដាប់យកជាគតិដូចតទៅបានចូលមកបួងសួងនឹកនិយាយរលឹកព្រះគុណសន្ធឹកណាស់ណាមានពាងថាអោជីតាទូតដែលជាមហាសេដ្ឋីមានចិត្តល្អលន់បានសាងវត្តចេតពនថ្វាយព្រះអរហន្តសម្ពុទ្ធដោយចិត្តស្ម័គ្រស្មោះសូមបុណ្យកុសលទាំងនោះមកជួយសង្គ្រោះឲ្យអង្គព្រះធាតុសុខសាន្តដូច្នេះជាដើមហើយបានសច្ចាធិដ្ឋានដោយពាក្យជាច្រើនប្រការឯព្រះចង្កូមអង្គចាធ្វើបដិហាអណ្ដែតពោះទៅលើមេឃបណ្ដាលរស្មីភ្លឺភ្លេចល្អឡាំងពុនពេកហាក់ដូចផ្កាយព្រឹកប្រងព្រាយហើយយាងចុះមកពុនរាយស្ថិតលើក្បាលនាយមានុបនោះឯងល្អក្រៃតែពួងនេះគ្រុនចង់រៃទូលមហាក្សត្រថ្លៃបងវែងដោយចិត្តខូចខាតថានេះមិនមែនអំណាចចឹងធៀបចេញអាចអណ្ដែតព្រោះបុណ្យអាត្មានេះគឺព្រោះសិលសាស្ត្រាទេពមុនវិវិជាមានុបនេះគាត់សំដែងមហាក្សត្រស្ដេចទ្រង់ចាត់ចែងប្រាមានុបឯងឲ្យប្រឹងសំដែងយ៉ាងណាអោតែនេះគ្រុនជ្រះថ្លាក្រែងលោកសារធាជឿថាព្រះធាតុមានបុណ្យមានុបក៏ធ្វើឲ្យជន់ជ្រះថ្លាច្រើនលន់តែពួងនេះគ្រុនរឿងស្យាក្រាបទូលបន្លប់សត្រាឲ្យទ្រង់ជឿថាមានុបបញ្ឆោតហួខ្នាតហេតុនោះស្ដេចទ្រង់សង្វាតត្រាំងប្រើអាមាត្យឲ្យនាំព្រះធាតុចោលចុះលើខ្នងនៃគូស្នាមភ្លុងបងឲ្យមានគ្រោះក្នុងទីអាក្រង់ស្មោកគ្រោកប៉ុន្តែព្រះធាតុមានជោគប្រសើរលើលោកឥតរោគមានបុណ្យណាស់ណា
ត្រឡប់ជាមានបផាផ្សេងនានាមានក្លិនក្រអូបខ្យកខ្ចាយមកស្រោចរំអោបព្រះកាយព្រះតាន់ពុនរាយដូចនៅក្នុងបោកខរណីហៅនន្តស្រាំងវារីភ្លឺច្រាលពេញទីដូចកែវមณีពុនរាយចំលែកផ្លែជាសមទាយរាំងស្មៃប្រងព្រាយដូចផ្កាធ្វើបាដេហាពុងជន់ក៏កើតអង្គចាថ្វាយសាធុងកាអោឡាអនេកច្រើនណាស់អស់មុខមន្ត្រីឃើញច្បាស់នាំគ្នារហាំងទៅទូលសត្រាធិបតីថាអង្គប្រធានចិនស្រីមានបុណ្យបារមីឥតបីនរណាផ្ទឹមបានចំណែកព្រះមហាក្សត្រសានជ្រាបតាមលំអានក៏មានសទ្ធាជឿច្បាស់ក្នុងគុណព្រះពុទ្ធជាម្ចាស់ខ្លាំងក្រៃពេកណាស់ហើយត្រាំងថាវើយអាមាត្យមកយើងនាំគ្នាក្មៃគ្មៀតអញ្ជើញព្រះធាតុឲ្យយាងមកវិញឆាប់ទ្រង់ត្រាស់ព្រះអង្គការប្រាប់ហើយទ្រង់ប្រញាប់ទៅចាប់លើអង្គព្រះធាតុទូលលើប្រស័យក្មៃគ្មៀតនាំពលប្រងព្រាតប្រពៀតទាំងសិនភារីរួញស្រេចស្ដេចទ្រង់បូជាព្រះធាតុថ្លៃថ្លាដោយគ្រឿងនានាយ៉ាងណែកដំកល់ព្រះធាតុល្អផ្លាច់ក្នុងទីយ៉ាងឯកចម្លែកវិចិត្ររចនាហើយស្ដេចទ្រង់ហៅសត្រាគូសេវាមកធ្វើច្រាំងថ្លារាប់អាននាំគ្នាធ្វើបុណ្យឲ្យទានច្រើនពុនប្រមាណឥតឈប់អង្ខានថ្ងៃណាបាទសូមអរគុណចំពោះការស្ដាប់ហើយសម្រាប់បទពំនោលគឺចប់ប៉ុណ្ណឹងខ្ញុំមិនបន្តទៀតទេតតែវីដេអូក្រោយខ្ញុំនឹងបន្តពាក់ព័ន្ធជាមួយនឹងបទកាកតេម្ដងហ្នឹងហើយពូនៅក្នុងនេះគឺមានច្រើនបទដែរអញ្ចឹងសូមគោរពជម្រាបលាបងប្អូនប៉ុណ្ណឹងសូមអរគុណសូមគោរពជម្រាបលា